ថ្ងៃនេះខ្ញុំមកសងខមមិនបងដែលគាត់សុំឲ្យខ្ញុំបង្ហាញពីរបៀបនៃការធ្វើជើងតម្រូវទូរស័ព្ទហើយគាត់បានសុំពីរបៀបណាដែលងាយស្រួលមកអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាធ្វើពីกระดาษរ៉ាមនេះដោយសារតែវាងាយស្រួលរកអញ្ចឹងជំហានដំបូងរបស់ដែលយើងត្រូវការចាំបាច់គឺกระดาษរ៉ាមជាមួយនឹងឈើមូលអលងចេះមួយមកយកមកទុកលមូលกระดาษហ្នឹងហើយចំពោះការលមូលกระดาษយើងត្រូវផ្ទាប់กระดาษហ្នឹងជាមួយនឹងឈើឲ្យជាប់អញ្ចឹងមកហើយរុញវាមកមុខរហូតមកចំពោះការរុញមកមុខនេះយើងត្រូវរុញវាឲ្យត្រង់ប៉ុន្តែបើថាវាតិចតួចអីក៏អត់អីដែរចាំមកតម្រឹមវាតាមក្រោយហើយកន្លែងចុងกระดาษនេះយើងបិទជាមួយនឹងកែវបិទกระดาษហាបងហើយបើចំនួនហើយនឹងຂະຫນាតវិញគឺខ្ញុំបានដាក់សរុបចូលគ្នាចេះទាំងអស់ហ្មងអញ្ចឹងបងត្រូវមើលឲ្យយល់សិនទៅហើយធ្វើវាឲ្យអស់សិនមកចាំយើងមកតម្លើងវាតាមក្រោយខ្ញុំបញ្ជាក់បងតិចកន្លែងយើងបិទផ្គុំចូលគ្នានេះយើងត្រូវបិទឲ្យចំធ្នេរกระดาษដើម្បីកុំឲ្យធ្នេរกระดาษហ្នឹងវាចេញមកខាងក្រៅហើយការធ្វើជើងតម្រូវទូរស័ព្ទនេះគឺខ្ញុំកាត់បន្តិចឲ្យបងដោយសារតែវាងាយស្រួលធ្វើដែរទេតែសុំស្រួលគឺបានស្រួលហើយដោយសារតែខ្ញុំព្យាយាមធ្វើមិនឲ្យស្រួលអស់ឲ្យបងហើយខ្ញុំជពាក់ខមមិនគាត់នេះគឺជពាក់យូរដែរហើយប៉ុន្តែដោយសារតែខ្ញុំភ្លេចហើយខ្ញុំទៅតែអស់ទៅឃើញមួយថ្ងៃមុននេះខ្ញុំក៏សម្រេចចិត្តថាធ្វើឲ្យគាត់ឲ្យហើយទៅប៉ុន្តែនៅមានខមមិនច្រើនទៀតដែលគាត់សំណូមពរឲ្យខ្ញុំធ្វើហើយខ្ញុំនៅជពាក់គាត់អញ្ចឹងចាំតិចណាបងអញ្ចឹងមើលតនេះណាកន្លែងដែលយើងផ្គុំធ្វើវាមួយផ្នែកមកនេះអញ្ចឹងចុងក្រោយយើងគ្រាន់តែយកមកផ្នែកហ្នឹងយកមកដាក់ផ្គុំចូលគ្នាទៅគឺបានហើយកន្លែងប្រឡោះត្រចៀកនេះគឺយើងគ្រាន់តែប្រើជាឈើចង្កឹះយកមកដាក់សោកនៅពីក្នុងហ្នឹងទៅដើម្បីយើងអាចបិទបើកបានហើយបញ្ជាក់បងថាឈើគឺកាត់កុំឲ្យវែងកាត់ឲ្យខ្លីជាងกระดาษយើងមកហើយឃើញធ្វើពីกระดาษអញ្ចឹងតិចថាប្រើអត់កាត់អីទៅអូយអត់ទេនេះបងដាក់ទូរស័ព្ទឡើងធ្ងន់ក៏ដុកនេះហើយក៏អត់ទៅណាដែរនិយាយទៅចង់ដាក់ iPad ទៀតក៏វាអត់ទៅណាដែរបងអើយអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយផ្ញើជូនជាពិសេសទៅកាន់អ្នកដែលសំណូមពរអរគុណ